សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានព័ត៌មានថ្មីមួយដែលបានដកស្រង់ចេញពីកាសែត Wall Street Journal របស់សហរដ្ឋអាមេរិកដែលបានរាយការណ៍មកបើយោងទៅតាម Wall Street Journal កាសែតមួយនេះបានដកស្រង់សម្ដីរបស់ប្រធានាធិបតីលោក Donald Trump មានសេចក្តីថ្លែងការណ៍ថ្មីៗអំពីផែនការរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបើយោងទៅតាមកាសែតនេះបានចេញផ្សាយរបាយការណ៍នាពេលថ្មីៗនេះអ៊ីស្រាអែលបានចែករំលែកព័ត៌មានសម្ងាត់ថ្មីទៅកាន់សហរដ្ឋអាមេរិកដែលបង្ហាញថាអ៊ីរ៉ង់កំពុងពិចារណាផែនការថ្មីមួយដើម្បីសម្លាប់ប្រធានាធិបតីលោកដូណាល់ត្រាំរហូតមកដល់ពេលនេះភាគីអ៊ីស្រាអែលមិនទាន់បានអត្ថាធិប្បាយជាសាធារណៈនៅឡើយទេទោះជាយ៉ាងណាលោកត្រាំបានលើកឡើងអំពីបញ្ហានេះច្រើនដងកាលពីម្សិលមិញដោយបញ្ជាក់ថាលោកជាគោលដៅចម្បងរបស់អ៊ីរ៉ង់ហើយជីវិតរបស់លោកអាចនឹងប្រឈមហានិភ័យខ្ពស់លោកដូណាល់ត្រាំបាននិយាយថាខ្ញុំស្ថិតនៅលើគ្រប់បញ្ជីគោលដៅរបស់ពួកគេខ្ញុំជាគោលដៅទី1ប្រសិនបើអ្វីមួយកើតឡើងចំពោះខ្ញុំវាមិនមែនជារឿងគួរភ្ញាក់ផ្អើលនោះទេក្នុងវីដេអូឃ្លីបមួយដែលថតនៅលើយន្តហោះ Air Force One លោកដូណាល់ត្រាំបានអះអាងថាអ៊ីរ៉ង់ចាត់ទុកលោកជាគោលដៅសំខាន់បំផុតទន្ទឹមនឹងនេះមន្ត្រីរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាការប្តូរយន្តហោះប្រធានាធិបតីអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកត្រាំមានទំនាក់ទំនងនឹងក្តីបារម្ភផ្នែកសន្តិសុខប្រភពមន្ត្រីរូបនេះបានប្រាប់ CNN ថាយន្តហោះថ្មីមិនទាន់មានប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ធ្វើដំណើរអន្តរជាតិទើបក្រុមសន្តិសុខស្នើលោកប្រើយន្តហោះចាស់វិញក្តីបារម្ភនេះបានកាន់តែគួរឲ្យចាប់អារម្មណ៍បន្ទាប់ពីមានការបង្ហាញសារគំរាមប្រឆាំងលោកត្រាំក្នុងពិធីសពអតីតមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់រូបភាពដែលត្រូវបានផ្សព្វផ្សាយបង្ហាញផ្ទាំងពីដាធំមួយដែលមានខ្លឹមសារថាយើងនឹងសម្លាប់លោកត្រាំខណៈអ្នកចូលរួមខ្លះកាន់បដាដែលមានសារស្រដៀងគ្នាផងដែរអ្នកវិភាគនយោបាយបានលើកឡើងថាលោកត្រាំបានរស់នៅក្រោមការគំរាមកំហែងពីអ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំមកហើយជាពិសេសចាប់តាំងពីឆ្នាំ2020បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍កាសេស៊ូឡៃម៉ានីរបស់អ៊ីរ៉ង់យោងតាមអ្នកកាសែត Jonathan Karl និងMaggie Haberman ដែលបានសរសេរសៀវភៅអំពីលោកត្រាំបញ្ហាគំរាមកំហែងពីអ៊ីរ៉ង់បានក្លាយជារឿងផ្ទាល់ខ្លួនសម្រាប់លោកអំឡុងពេលចាកចេញពីតំណែងលោកត្រូវបាន FBI ជូនដំណឹងថាអ៊ីរ៉ង់កំពុងព្យាយាមវិធីសម្លាប់លោកហើយបរិយាកាសនៃការគំរាមកំហែងបានតាមដានយុទ្ធនាការនយោបាយរបស់លោកជានិច្ច Wall Street Journal បានរាយការណ៍ថាព័ត៌មានសម្ងាត់ថ្មីដែលអ៊ីស្រាអែលបានផ្ដល់ឲ្យសហរដ្ឋអាមេរិកបង្ហាញថាអ៊ីរ៉ង់អាចមានផែនការថ្មីប្រឆាំងនឹងលោកត្រាំទោះជាមិនមែនជាព័ត៌មានលម្អិតអំពីវិធីសាស្ត្រឬដំណាក់កាលនៃផែនការនោះក៏ដោយក្រមមន្ត្រីសន្តិសុខបានយកការគំរាមកំហែងនេះយ៉ាងយកចិត្តទុកដាក់អ្នកជំនាញបានចង្អុលបង្ហាញ
កិច្ចសហប្រតិបត្តិការផ្នែកយោធានិងព័ត៌មានសម្ងាត់រវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានកើនឡើងដល់កម្រិតមិនធ្លាប់មានពីមុនមក ក្នុងបរិបទនេះព័ត៌មានសម្ងាត់ថ្មីអំពីការគំរាមកំហែងចំពោះលោកត្រាំត្រូវបានគេមើលឃើញថាជាបញ្ហាសន្តិសុខដ៏ធ្ងន់ធ្ងរមួយដែលបានទាក់ទាញការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហរដ្ឋអាមេរិកយ៉ាងខ្លាំង។